អាយ៉ាមុខម្ហូបមកនេះប្លែកតើបងប្អូនពោះតាន់ស្ពៃជូរនេះមានតែនៅក្នុងហាងមែនទេបងប្អូនឥឡូវនេះនឹងខ្ញុំធ្វើញ៉ាំនៅផ្ទះម្ដងនិយាយពីរសជាតិវិញនៅផ្ទះអត់ចាញ់ហាងទេបងប្អូនរសជាតិលើកនេះគឺឆ្ងាញ់មែនតើបងប្អូនខ្ជិលតែញ៉ាំនៅហាងបងប្អូនអាចមើលតាមរូបមន្តនេះធ្វើញ៉ាំនៅផ្ទះបានចាជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនពីវិធីធ្វើឆាពោះតាន់ស្ពៃជូរទឹកម្ទេសចាមុខម្ហូបមួយមុខនេះគឺឆ្ងាញ់ខ្លាំងណាបងប្អូនចង់ដឹងថាធ្វើបែបណាទើបមានរសជាតិឆ្ងាញ់កុំភ្លេចតាមដានវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាហើយនិយាយរឿងពោះតាន់នេះបងប្អូនចាលាងទឹកឲ្យបានស្អាតចាយកទៅស្ងោរដាក់រំដេងគល់ស្លឹកគ្រៃស្លឹកក្រូចចាដាក់គ្រឿងបន្តិចអំបិលស្ករប៊ីចេងបន្តិចអញ្ចឹងណាបងប្អូនហើយនិយាយរឿងស្ងោរ20នាទីអីទៅបងប្អូនចាឥឡូវតែនិយាយស្ងោរឥឡូវបែរមកមើលគ្រឿងខាងនេះវិញពោះតាន់នេះស្ងោររួចហើយនេះគឺស្ពៃជូរចាស់ខ្ទឹមសខ្ទឹមក្រហមម្ទេសហើយមានគល់ខ្ទឹមកាត់ជាកំណាត់ខ្លីៗផងដែរចាបន្ទាប់ពីនាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមយកស្ពៃយើងមកហាន់ម្ដងសម្រាប់ស្ពៃនេះគឺនាងខ្ញុំយកទៅលាងទឹកបានស្អាតរួចរាល់ហើយណាបងប្អូនចាស្ពៃនេះដែរគឺហាន់ជាចំណិតអញ្ចឹងណាបងប្អូននិយាយរឿងឆាស្ពៃជូរពោះតាន់បងប្អូនចាពេលបងប្អូនបានឆាហើយបងប្អូននឹងដឹងរសជាតិថាឆ្ងាញ់បែបណាចាហើយតែនិយាយរឿងឆ្ងាញ់ហាន់រួចល្មមបងប្អូនហើយបែរមកមើលពោះតាន់នេះគឺនាងខ្ញុំឆាកន្លះគីឡូទេសម្រាប់ពោះតាន់នេះគឺនាងខ្ញុំយកមកហាន់ចាពេលដែលយើងស្ងោរ20នាទីហ្នឹងណាបងប្អូនពោះតាន់យើងគឺនៅមានជាតិកម្ទេចកំទីឈាមនៅក្រហមក្នុងពោះតាន់អញ្ចឹងណាចាហើយបងប្អូនក៏ឆ្ងល់ថាចុះបើនៅឈាមអញ្ចឹងឆាមិនទៅចានៅមានវិធីសាស្ត្រនឹងធ្វើឲ្យស្អាតពេលដែលយើងចម្អិនអញ្ចឹងណាបងប្អូនឥឡូវនេះក៏ហាន់រួចរាល់ហើយចាឥឡូវនេះគឺនាងខ្ញុំដាំទឹកឲ្យពុះស្រស់ជាមួយនឹងគល់ស្លឹកគ្រៃរំដេងស្ក្រូចចាដាក់ពោះតាន់ដែលយើងបានហាន់មិញណាបងប្អូនចាដាក់ចូលក្នុងផ្ទះតែម្ដងទៅចាស្រស់ឡើងចូលជាតិក្លិនគល់ស្លឹកគ្រៃរំដេងឡើងឈ្ងុយបន្ទាប់ពីស្រស់រួចរាល់ហើយយកពោះតាន់យើងមកលាងទឹកចេញចាតែប៉ុណ្ណឹងទៅគឺពោះតាន់យើងចានឹងបានស្អាតលែងមានកម្ទេចកំទីឈាមហើយបងប្អូនចាពោះតាន់យើងឡើងសស្គូសចាឥឡូវតែនិយាយរឿងពោះតាន់ដល់វគ្គមកចម្អិនហើយបងប្អូនចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមដាំខ្ទះនៅលើចង្ក្រានចាក់ប្រេងឆាចូលចាដាក់ខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសចូលធ្វើការរំលីងបានឈ្ងុយហើយបន្ថែមជាមួយនឹងស្ករត្នោត1ស្លាបព្រាបាយចូលផងដែរចាបន្ទាប់មកបន្ថែមជាមួយនឹងប្រេងខ្យង1ស្លាបព្រាបាយដែរបងប្អូនចាកន្លែងដាក់គ្រឿងនេះបងប្អូនតាមទស្សនាឲ្យតន់ណាបងប្អូនណាបន្ទាប់មកនេះខ្ញុំប្រើទឹកស៊ីអ៊ីវ1ស្លាបព្រាបាយផងដែរគឺឲ្យសំខាន់ទៅនេះហើយបងប្អូនគឺទឹកម្ទេសតែសម្រាប់ទឹកម្ទេសនេះខ្ញុំប្រើទឹកម្ទេសខ្មែរយើងផលិតនៅស្រុកយើងហ្នឹងណាបងប្អូនសម្រាប់ទឹកម្ទេសខ្ញុំប្រើ4ស្លាបព្រាបាយហើយរំលីងទឹកម្ទេសហ្នឹងឲ្យបានចូលជាតិជាមួយនឹងគ្រឿងដែលយើងបានចូលទៅបងប្អូនបន្ទាប់ពីរំលីងបានចូលគ្រឿងហើយខ្ញុំក៏បន្ថែមជាមួយនឹងចេកចាសម្រាប់ចេកនេះ1ស្លាបព្រាកាហ្វេបងប្អូនអត់ញ៉ាំបងប្អូនមិនបាច់ប្រើទេចាតោះមកយើងខ្ញុំបន្ថែមជាមួយនឹងទឹកហ្នឹងចាមួយវែកតូចផងដែរបងប្អូនចាដាក់គ្រឿងដាក់ទឹករួចរាល់ហើយចាក់សាច់ចូលតែម្ដងបងប្អូនចាធ្វើការរំលីងគ្រឿងនិងសាច់នឹងឲ្យចូលជាតិគ្នាចាបងប្អូនគ្រាន់តែយើងឆាសាច់ប៉ុណ្ណឹងមើលទៅទំនងឆ្ងាញ់បាត់ហើយបងប្អូនចាបន្ទាប់មកក្របរងាស់ពោះតាំយើងនឹងឲ្យចូលជាតិគ្រឿងសិនណាបងប្អូនរងាស់បានតែមួយផ្លែតហ្នឹងនឹងខ្ញុំបើកពេញឲ្យបងប្អូនចាពុះហុយចាហើយនេះខ្ញុំក៏ចង់ភ្លក់មើលរសជាតិបន្តិចដែរអូរសជាតិចាគឺប្រៃផ្អែមហឹរតិចចាឆ្ងាញ់ណាស់បងប្អូនដល់មកដាក់ស្ពៃជូរចូលតែម្ដងចាសម្រាប់ឆាស្ពៃជូរពោះតាន់នេះគឺនាងខ្ញុំអត់ប្រើទឹកត្រីទេណាបងប្អូនចាពីព្រោះស្ពៃជូរយើងគឺស្ពៃជ្រក់គឺមានរសជាតិប្រៃហើយអញ្ចឹងយើងប្រើតែគ្រឿងដូចដែលខ្ញុំបានបង្ហាញហ្នឹងទេចានិយាយរឿងស្ពៃជូរដល់វគ្គក្របចម្អិនស្ពៃយើងហើយចា
ត្រោតតាមមួយផ្លែតហ្នឹងបើកមកវិញហើយបងប្អូនហើយក្តៅចារសជាតិគឺចូលជាតិជាមួយនឹងស្ពៃជូរហើយនេះគឺនេះខ្ញុំថតបែបខ្លីៗកាត់អញ្ចឹងណាចាឥឡូវនេះគឺយើងបន្ថែមទឹកចូលបន្តិចទៀតហើយរងាស់បន្តទៀតដើម្បីឲ្យស្ពៃចានឹងពោះតាំយើងបានឆ្អិនល្អចេះរត់ឆ្អិនល្អឥឡូវឆ្អិនល្មមនឹងខ្ញុំដាក់គល់ខ្ទឹមចូលជាតិខ្លីៗហ្នឹងចាធ្វើការឆាខ្ទឹមយើងនឹងចុះឡើងជាមួយនឹងចាម្ហូបយើងនឹងទៅបងប្អូនទស្សនាហើយបងប្អូនធ្វើញ៉ាំដែរទេចាម្ហូបមុខនេះបងប្អូនធ្វើហើយធានាថាឆ្ងាញ់ចាសម្រាប់រសជាតិជូរហឹរប្រេងផ្អែមតិចញ៉ាំទៅឆ្ងាញ់ចុះបាយបងប្អូនចាឲ្យតែមានមុខម្ហូបបែបជូរហឹរហ្នឹងគឺញ៉ាំបាយច្រើនហើយនឹងខ្ញុំនិយាយចុះនិយាយឡើងគឺពុះគ្រប់ម្ដងទៀតហើយចាហុយដល់វគ្គដួសដាក់ចានហើយពេលនេះបងប្អូននិយាយរឿងដួសដាក់ចានបងប្អូនម្ហូបនេះអាចញ៉ាំជាមួយទឹកត្រជាក់ចាជុំគ្រួសារឬក៏ជុំមិត្តភ័ក្តិក៏បានដូចគ្នាដែរនិយាយអញ្ចឹងអាចមកជុំជាមួយនាងខ្ញុំនៅផ្ទះក៏បានដែរបងប្អូនចាបន្ទាប់ពីឆាស្ពៃជូរចែករំលែកបងប្អូនហើយនាងខ្ញុំនឹងសន្យាចែករំលែកម្ហូបប្លែកថ្មីជូនបងប្អូនរៀងរាល់ថ្ងៃឬក៏រៀងរាល់ព្រឹកចាបងប្អូនចាឡើយតែនិយាយអរគុណបងប្អូនឥឡូវនេះដល់វគ្គមកភ្លក់អីបងប្អូនចានិយាយរឿងរសជាតិចាគឺឆ្ងាញ់ខ្លាំងណាបងប្អូនចាបងប្អូនចង់ភ្លក់ដែរទេចានិយាយរសជាតិវិញឆ្ងាញ់បងប្អូនឆ្ងាញ់ខ្លាំងណាធ្វើញ៉ាំអាចសាកល្បងធ្វើញ៉ាំដូចនឹងខ្ញុំបានសម្រាប់ឆាពោះតាំងស្ពៃជូរនេះបងប្អូនចាហើយនាងខ្ញុំក៏សូមអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំសូមជូនពរចាបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like និង share វីដេអូនេះជូននាងខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីចាពីនាងខ្ញុំរាល់ថ្ងៃចាអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ